វាអាចជាដំណឹងល្អក៏ប៉ុន្តែមិនដឹងថាតើអ៊ីរ៉ង់យល់ព្រមឬក៏អត់ទេនៅថ្ងៃទី22ខែមីនាឆ្នាំ2026នៅយប់នៅឯរដ្ឋធានី Washington រដ្ឋបាលរបស់សហរដ្ឋអាមេរិកលោក Donald Trump បានរៀបចំរួចជាស្រេចហើយនៅសេចក្តីព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ដែលក្របខ័ណ្ឌបឋមនៅក្នុងសេចក្តីព្រៀងនេះរួមមានដូចជាទី1អ៊ីរ៉ង់មិនចាំបាច់ត្រូវមានកម្មវិធីផលិតកាំជ្រួចមីស៊ីលរយៈពេល5ឆ្នាំទី2អ៊ីរ៉ង់ត្រូវបានហាមឃាត់ទាំងស្រុងនៅការបង្កើតសារធាតុអ៊ុយរ៉ាញ៉ូមទី3អ៊ីរ៉ង់ត្រូវតែលុបចោលនៅកម្មវិធីអភិវឌ្ឍរេអាក់ទ័រនុយក្លេអ៊ែរនានានៅមជ្ឈមណ្ឌលណាតាន់អ៊ីហ្វាហាន់និងហ្វូដូទី4អ៊ីរ៉ង់ត្រូវតែអនុញ្ញាតឲ្យមានការត្រួតពិនិត្យពីមជ្ឈដ្ឋានខាងក្រៅឲ្យបានហ្មត់ចត់លើការសាងសង់នានានិងប្រតិបត្តិការឧបករណ៍នានាទាក់ទងទៅនឹងការអភិវឌ្ឍនុយក្លេអ៊ែរទី5អ៊ីរ៉ង់ត្រូវតែយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាមួយនឹងប្រទេសនានានៅក្នុងតំបន់ដោយកំណត់ចម្ងាយមីស៊ីលមិនឲ្យលើសពី 1000 គីឡូម៉ែត្រទី6អ៊ីរ៉ង់ចាំបាច់ត្រូវតែបញ្ឈប់ការផ្ដល់ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដល់ក្រុមជ្រុលនិយមនានានៅក្នុងតំបន់